សម្ដេចតេជោស្នើភាគីថៃគួរបញ្ជូនជនម្នាក់បង្កើតវីដេអូคล้ายៗពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនមកកម្ពុជាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានស្នើឲ្យភាគីថៃគួរតែចាប់បញ្ជូនយុវជនម្នាក់ដែលបន្លំស្លៀកសម្លៀកបំពាក់យោធាហើយបង្កើតវីដេអូคล้ายៗពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃមកកម្ពុជាវិញដើម្បីចាត់ការទៅតាមផ្លូវច្បាប់សម្ដេចតេជោគួរបញ្ជាក់ថាប្រសិនបើអាជ្ញាធរថៃមិនខុបខិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី10ខែមិថុនានេះមានយុវជនម្នាក់ដែលជាក្រុមឧទាមបានបង្កើតព័ត៌មានបែបញុះញង់បន្ថែមទៀតពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃក្នុងគ្រាមេដឹកនាំកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយលើករណីព្រំដែននេះជាខ្លាំងជាមួយភាគីថៃករណីនេះបើតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺបុគ្គលរូបនេះមានឈ្មោះអែមពិសិដ្ឋភេទប្រុសអាយុ37ឆ្នាំមុខរបរជាសកម្មជនគណៈបកប្រឆាំងមានតួនាទីជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃស្រុកកំណើតនៅភូមិចំការអណ្ដូងឃុំចំការអណ្ដូងស្រុកចំការលើខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ